អ្វីដែលខ្ញុំសរសើរចិនគឺយុទ្ធសាស្ត្រព្រួញមួយបាញ់បានចាពីក្រោយឃើញវីដេអូ Sport ពាណិជ្ជកម្មរបស់រថយន្ត BYD យ៉ាងវ៉ាង U7 កាលពីប្រហែលថ្ងៃនេះខ្ញុំឃើញមានការបញ្ចេញនៅ Sport ពាណិជ្ជកម្មលើ model រថយន្ត BYD យ៉ាងវ៉ាង U7 ហើយដោយអ្វីដែលបងប្អូនបានឃើញចឹងក្នុងវីដេអូ Sport នេះគឺផ្ដោតសំខាន់ទៅលើប្រព័ន្ធលំនឹងនិងប្រព័ន្ធជើងក្រោមរបស់រថយន្ត BYD យ៉ាងវ៉ាង U7 ហើយអ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ក្រៅពីសមត្ថភាពរបស់រថយន្តនោះគឺគំនិតនៃការច្នៃប្រឌិតក្នុងការថតវីដេអូនេះតែម្ដងជាក់ស្ដែងដូចជាវីដេអូ Sport ទី1នេះអញ្ចឹងគឺថតនៅទីតាំងប្រវត្តិសាស្ត្ររបស់ប្រទេសចិនថែមទាំងមានការស្លៀកពាក់បែបប្រពៃណីគ្រាន់តែយើងឃើញ Sport នេះភ្លាមយើងនឹងដឹងថាឡាននេះជាឡានចិនតែម្ដងហើយនៅក្នុង Sport វីដេអូនេះយើងឃើញមាននារីស្រស់ស្អាតម្នាក់លើកជើងឡើងលើម្ខាងដើម្បីទ្រពែងនិងជើងម្ខាងទៀតបានវត្តមកខាងមុខស្របពេលរថយន្តកំពុងបើកកាត់ទួលហើយមិនទាន់អស់ទេក្នុង Sport នោះក៏មានមនុស្សប្រុសឈរ3មនុស្សស្រីនៅលើដំបូលឡាននិងការឈរបោះកូនបាននៅលើដំបូលឡានអ្វីដែលកាន់តែពិសេសគឺការឈរនៅលើគ្នានិងការឈរជើងមួយនៅលើដំបូលរថយន្តដែលកំពុងបើកកាត់ទួលតែម្ដងហើយចូលមកដល់វីដេអូ Sport ទី2គឺមានការបង្ហាញក្បាច់គុណកុងហ្វូនៅលើដំបូលរថយន្ត BYD យ៉ាងវ៉ាង U7 តែម្ដងហើយក្នុងវីដេអូ Sport មួយនេះខ្ញុំក៏បានចាប់អារម្មណ៍ខ្លាំងដែរដោយសារគំនិតនៃការច្នៃប្រឌិតបានទាំងការផ្សព្វផ្សាយរថយន្តបានទាំងការផ្សព្វផ្សាយវប្បធម៌របស់ខ្លួននេះហើយជាអ្វីដែលខ្ញុំនិយាយពីខាងដើមវីដេអូព្រួយមួយបាញ់បានចាប់ពីហើយមុននឹងបញ្ចប់វីដេអូនេះខ្ញុំនឹង highlight ខ្លះៗទាក់ទងនឹងរថយន្ត BYD យ៉ាងវ៉ាង U7 ប្រភេទអគ្គិសនីរថយន្តនេះបានបំពាក់មកជាមួយ motor អគ្គិសនីចំនួន4អាចផលិតកម្លាំងបាន1287សេសនិងកម្លាំងរមួល1680 Newton ម៉ែត្រផ្គប់ជាមួយអាគុយប្រភេទ Flash Battery ទំហំ 135.5 kW ម៉ោងសាកថ្មមួយពេញបើកបរបានចម្ងាយ720 km សាកថ្មល្បឿនលឿនពី30ទៅ80% ប្រើពេលត្រឹមតែ20នាទីអាចជន់ស្ទុះពីកុងទ័រ0ដល់100 km ក្នុង1ម៉ោងចាយពេលត្រឹមតែ 2.9 វិនាទីសម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នេះទេអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត